កុំមិនប្រែខំទាំងថ្ងៃក្តៅឲ្យកូនរៀនកូនយាយកូនតាសុំចិត្តណាណាឲ្យចៅធូរស្រាបានជាងនេះអាយុ12មកបើ3គ្នានៅណាកុំព្រីគឺខ្ញុំនេះអាយុ13នៅជាមួយយាយបងប្អូន2 3ហើយពេលនេះអូនខ្ញុំនៅឆ្ងាយចិត្តមិនសប្បាយខ្ញុំក៏ខ្វល់ខ្វាយនៅរឿងនេះ2024បាក់ខ្ញុំប្រឈួននៅលើកត់ស្លាប់ហើយពេលនេះខ្ញុំក៏ធំកក់រីងមុខរីងមាត់ចង់ឃើញបាក់ខ្ញុំនៅទីនេះកុំឲ្យស្ដាយក្រោយដោយរូបខ្ញុំឡើយបានព្រមទៅនឹកដល់ពេលនេះចង់សួរក៏ថាតើពេលនេះគាត់នៅឯណាខ្ញុំអធិដ្ឋានសូមឲ្យគាត់ខ្លាយទៅជាទេវតាបិទតាមយន្តស្មានបេះដូងមួយនេះរបស់ខ្ញុំក៏តាក់ក្រឡាឲ្យខ្ញុំនេះដើរឆ្លងកាត់ផ្លូវម្នាក់ឯងនៅវិវត្តសង្សារអ្នកណាមិនដឹងថាជីវិតមួយនឹងប្រឹងពីតូចរហូតធំឥឡូវរូបខ្ញុំកណ្ដោយកណ្ដីគ្មានអ្នកណាគេមកស្រោយស្រង់ជីវិតខ្ញុំនេះទ្រឹស្ថាអន្លងបើសិនជាកង់ខ្ញុំនេះផងចង់ស្រែកតែបែកឋានទេវតាថាជីវិតខ្ញុំនេះវាលងគុណម៉ែជាកុំមិនប្រែខំទាំងថ្ងៃក្តៅឲ្យកូនរៀនកូនយាយកូនតាសុំចិត្តណាណាឲ្យចៅធូរស្រាបានជាងនេះអាយុ12មកបើ3គ្នានៅណាកុំព្រីគឺខ្ញុំនេះអាយុ13នៅជាមួយយាយបងប្អូន2 3ហើយពេលនេះបងខ្ញុំនៅឆ្ងាយចិត្តមិនសប្បាយខ្ញុំក៏ខ្វល់ខ្វាយនៅរឿងនេះ2024បាក់ខ្ញុំប្រឈួននៅលើកត់ស្លាប់ហើយពេលនេះខ្ញុំក៏ធំថក់រីងមុខរីងមាត់ចង់ឃើញបាក់ខ្ញុំនៅទីនេះកុំឲ្យស្ដាយក្រោយដោយរូបខ្ញុំឡើយបានព្រមទៅនឹកដល់ពេលនេះគឺជីវិតដែលប្រាប់ទូទ្រូឲ្យអ្នកស្ដាប់ហើយអ្នកនឹងយល់ថាជីវិតខ្ញុំមួយនេះរស់នៅរាល់ថ្ងៃវាដូចត្រូវផ្សែងពុលអ្នកណាមិនដឹងគេចិត្តថារូបខ្ញុំនេះទៅឲ្យខ្ញុំឈ្មោះគេត្រជាសថាខ្ញុំអក្រក់ខ្ញុំដើរចេញទាំងខ្ញុំងប់ងល់គេថារូបខ្ញុំមិនដល់គេគ្មានផ្ទះគ្មានឡានគ្មានលុយទេមានតែបេះដូងមួយនេះស្បសខ្ញុំផ្ដល់ឲ្យអ្នកយកទេសំឡេងមួយនេះចេញទាំងទឹកភ្នែកបើសិនជាអ្នកយកទេនេះជាសំណេរដែលលើកចុងក្រោយដោយប៉ារបស់ខ្ញុំសរសេរគុណម៉ែជាកុំមិនប្រែខំទាំងថ្ងៃក្តៅឲ្យកូនរៀនកូនយាយកូនតាសុំចិត្តណាណាឲ្យចៅធូរស្រាបានជាងនេះអាយុ12មកបើ3គ្នានៅណាកុំព្រីគឺខ្ញុំនេះអាយុ13នៅជាមួយយាយបងប្អូន2 3ហើយពេលនេះបងខ្ញុំនៅឆ្ងាយចិត្តមិនសប្បាយខ្ញុំក៏ខ្វល់ខ្វាយនៅរឿងនេះ2024បាក់ខ្ញុំប្រឈួននៅលើកត់ស្លាប់ហើយពេលនេះខ្ញុំក៏ធំថក់រីងមុខរីងមាត់ចង់ឃើញបាក់ខ្ញុំនៅទីនេះកុំឲ្យស្ដាយក្រោយដោយរូបខ្ញុំឡើយបានព្រមទៅនឹកដល់ពេលនេះ